ពេលដែលខ្ញុំស្ត្រេសពិបាកចិត្តអីខ្ញុំតែងតែដាក់មកសួនបន្លែក្រោយផ្ទះឲ្យបងប្អូនពេលណាដែលខ្ញុំបានបេះបន្លែដែលខ្ចីបែបនេះហើយស្រូបជាមួយនឹងខ្យល់ត្រជាក់ធម្មជាតិរួមទាំងសំឡេងសត្វយំរួមទាំងសំឡេងខ្យល់ដែលបក់ស្លឹកបន្លែខ្ញុំល្វិចបែបនេះមកបងប្អូនអារម្មណ៍របស់ខ្ញុំគឺវានឹងស្រស់ស្រាយហើយរៀងធូរចិត្តបន្តិចបងប្អូនហើយថ្ងៃនេះខ្ញុំបានមកបេះសណ្តែកគួរដើម្បីយកមកឆាធ្វើជាម្ហូបសណ្តែកគួរពេលដែលយើងបេះយកមកខ្ចីបែបនេះហើយយើងឆាភ្លាមអញ្ចឹងគឺមានរសជាតិឆ្ងាញ់ណាស់បងប្អូនហើយសម្រាប់សណ្តែកគួរវិញខ្ញុំចូលចិត្តវាចំណិតបែបនេះបងប្អូនពេលដែលយើងចិត្តអញ្ចឹងហើយយើងយកទៅឆាយកមកដួសដាក់ចានណាបងប្អូនហើយគឺមើលទៅវាស្អាតហើយកាលណាដែលយើងដេកស្អាតសម្រាប់ឲ្យរសជាតិទោះបីជាមិនសូវឆ្ងាញ់ហ្នឹងក៏វាទៅជាឆ្ងាញ់ដែរបងប្អូនហើយឥឡូវនេះខ្ញុំហាន់សណ្តែកគួររួចហើយក៏ចាប់ផ្ដើមនឹងមកហាន់សាច់ជ្រូកម្ដងហើយចំពោះសាច់ជ្រូកគឺខ្ញុំទិញគេពីទីផ្សារមកតែ3000រៀលទេបងប្អូនខ្ញុំយកសាច់ស្មើមុខយកមកហាន់ដាក់ឆាបងប្អូនហើយជាប់ជាមួយនឹងខ្លាញ់តិចបែបនេះពេលដែលយើងឆាទៅគឺមានរសជាតិឆ្ងាញ់ណាឥឡូវហ្នឹងចាប់ផ្ដើមដាក់បំពងខ្ទឹមទៅហើយខ្ញុំចាក់ទឹកត្រីចូលបន្តិចបងប្អូនពេលដែលចាក់ទឹកត្រីបែបនេះពេលដែលយើងដាក់សាច់ទៅគឺវាអត់ជាប់ខ្ទះទេបងប្អូនមើលអត់មានជាប់ខ្ទះណាពេលដែលយើងដាក់ទឹកត្រីមុនអញ្ចឹងយើងត្រឡប់សាច់ហ្នឹងទៅមកបន្តិចមកយើងចាប់ផ្ដើមដាក់ប្រេងខ្យងចូលបន្តិចហើយបន្ទាប់មកមានប៊ីចេងមានស្ករមានជាមួយនឹងទឹកស៊ីអ៊ីវហើយមានជាមួយនឹងរ៉ូឌីមានជាមួយនឹងម្រេចឆាពេលដែលយើងដាក់ម្រេចជាមួយនឹងសាច់អញ្ចឹងมันវាឈ្ងុយបន្ទាប់មកយើងមើលទៅវាឆ្អិនល្មមចាំចាក់សណ្តែកគួរចូលចាក់សណ្តែកគួរឆាត្រឡប់ទៅត្រឡប់មកដុសឆ្អិនដួសដាក់ចានរួចជាការស្រេចបងប្អូនឃើញអត់ពេលដែលយើងហាន់ចំណិតបែបហ្នឹងបងប្អូនតំណងអត់ពេលដែលយើងដួសដាក់ចានមើលទៅស្អាតណារួចហើយក៏ដួសម្ហូបហ្នឹងយកមកញ៉ាំជុំគ្នាហើយមើលកូនខ្ញុំមកគ្រាន់តែបានឆាសណ្តែកគួរហ្នឹងគឺគាត់សប្បាយចិត្តដោយសារតែគាត់ចូលចិត្តឆាសណ្តែកគួរណា